នេះគឺជាសារសម្រាប់បងប្អូនដែលកាត់ឆ្នាំជូតនៅក្នុងខែកញ្ញាខាងមុខនេះចាសម្រាប់បងប្អូននៅក្នុងខែកញ្ញាគឺជាខែដែលលោកអ្នកគួរតែរៀបចំជីវិតឡើងវិញមុននឹងធ្វើការបោះជំហានថ្មីចាចំពោះការងារអាចមានឱកាសទទួលបាននូវការងារថ្មីឬក៏មនុស្សដែលជួយបើកផ្លូវសម្រាប់លោកអ្នកសមត្ថភាពនៃការកាត់លឿនការដោះស្រាយបញ្ហាគឺជាចំណុចខ្លាំងរបស់លោកអ្នកចាប៉ុន្តែត្រូវប្រយ័ត្នតិចតួចទៅលើការប្រើសម្ដីនិយាយត្រង់ពេកប្រយ័ត្នមានមិត្តរួមការងារគាត់យល់ច្រឡំចាចំពោះហិរញ្ញវត្ថុគឺមានចំណូលចូលមកពីការងារបន្ថែមឬក៏បណ្ដាញចាស់ៗរបស់លោកអ្នកចាឬក៏តាក់ទងជំនាញផ្ទាល់ខ្លួនរបស់លោកអ្នកហើយគួរតែកំតាន់ក្នុងការធ្វើការវិនិយោគទៅលើគម្រោងដែលមិនទាន់ច្បាស់ជាពិសេសកំតាន់ធ្វើការឲ្យគេខ្ចីបុលនៅក្នុងខែកញ្ញានេះចាចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូអាចនឹងជាឱកាសដែលត្រូវនិយាយជាមួយនឹងបញ្ហាចាស់ៗឬក៏តាក់ទងការនិយាយពីផែនការអនាគតជាមួយគ្នាចាហើយកុំទទួលសម្ពាធពីដៃគូរបស់យើងមកដាក់នៅក្នុងខ្លួនទាំងស្រុងចាពីព្រោះរឿងណាដែលយើងអាចជួយបានយើងជួយរឿងណាដែលវាលើសពីសមត្ថភាពរបស់យើងគួរតែកុំយកមកដាក់ជាបន្ទុករហូតធ្វើឲ្យខ្លួនឯងបាត់បង់ធម៌ពលនោះចាចំពោះសុខភាពលោកអ្នកអាចនឹងត្រូវទទួលការងារច្រើនឬក៏គិតច្រើនពេកដូច្នេះត្រូវសម្រាប់បានគ្រប់គ្រាន់និងគេងបានគ្រប់គ្រាន់ចាថាមពលរបស់លោកអ្នកនៅក្នុងខែកញ្ញាគឺជាខែដែលលោកអ្នកត្រូវរៀបចំខ្លួនឯងជាមុនដើម្បីរងចាំនៅឱកាសហើយធ្វើការបោះជំហានទៅមុខចាមិនមែនជាខែដែលលោកអ្នកត្រូវតែរត់ឲ្យបានលឿននោះទេចាអរគុណ